អត់មានពេលវេលាមើលថែទាំកូនគ្រប់គ្រាន់ក៏ត្រូវតែឈប់ពីការងារដើម្បីនៅផ្ទះមើលថែទាំកូនអញ្ចឹងទៅគាត់អាចមានអារម្មណ៍ថា stress ហត់ចាំតដូចថាយើងនៅផ្ទះអត់មានការងារធ្វើចាំតែចាយលុយប៉ាប៉ាអញ្ចឹងណាលុយប្តីអញ្ចឹងទៅសូមស្វាគមន៍ Sleep Baby Love from the day one សូមគោរពជំរាបសួរប្រិយមិត្តទាំងគ្នាស្វាគមន៍មកកាន់កម្មវិធី Love from the day one ពី Sleep Baby ផងដែរហើយកម្មវិធីរបស់យើងគឺតែងតែចែករំលែកជាមួយនឹងបទពិសោធន៍ផ្ទាល់ក៏ដូចជាចំណេះដឹងដែលម៉ាម៉ាក់គាត់បានធ្វើការថែទាំទៅលើ baby របស់គាត់ផ្ទាល់ហើយមិនត្រឹមតែប៉ុណ្្នឹងទេកម្មវិធីរបស់យើងគឺនឹងបង្រៀនម៉ាម៉ាក់ទាំងអស់គ្នាឲ្យជ្រើសរើសជាមួយនឹងផលិតផលណាដែលមានសុខភាពល្អចំពោះកូនរបស់ម៉ាម៉ាក់ផងដែរចា៎ហើយថ្ងៃនេះយើងក៏មានជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងផងដែរដែលបងស្រីក៏ជាអ្នកដែលប្រើប្រាស់ជាមួយនឹងផលិតផល Sleep Baby របស់យើងផ្ទាល់ផងដែរចា៎ជំរាបសួរបងជំរាបសួរអូនចាបងចាចុះបងអាចជួយណែនាំខ្លួនទៅកាន់ប្រិយមិត្តដែលកំពុងតាមដានទស្សនាជាមួយនឹងកម្មវិធីរបស់យើងផងចាឈ្មោះបងផ្ទាល់ចាបងឈ្មោះលីហួរចាឆ្នាំនេះអាយុ38ឆ្នាំហើយចាហើយមានកូនមួយកូនប្រុសអាយុ9ខែឥឡូវហ្នឹងចាអូបងប៉ុន្តែមុននឹងចូលដល់ប្រធានបទរបស់យើងឥឡូវសុំខ្លីតិចណាបែរអាចចែករំលែកបានទេធ្វើម៉េចស្រស់ស្អាតចឹងរហូតដោយសារអាយុបងរៀងច្រើនដែរនិយាយទៅនិយាយពីចែករំលែកបទពិសោធន៍ដូចអត់មានអីទេគាត់រាល់ថ្ងៃហ្នឹងគឺថាអាចមកពីធម្មជាតិខ្លះហើយយើងប្រើគ្រីមបំពន់ខ្លះចាតខ្លួនឯងខ្លះអញ្ចឹងទៅចាហើយណាមួយទៀតមកពីសុខភាពផ្លូវចិត្តផងបងចាធ្វើយើងក្មេងរៀងល្អដែរប៉ុន្តែក៏មិនល្អរហូតដែរចង់និយាយថាវាមានពេលដែលត្រូវស្មុគស្មាញ stress តែតែមានហើយចាអញ្ចឹងគុណសម្បត្តិដែលថែរក្សាសម្រស់នេះសូមលើកឲ្យខាងប៉ាប៉ាវិញម្ដងដោយសារប៉ាប៉ាធ្វើការថែសម្រស់ម៉ាម៉ាក់បានល្អមែនតើអញ្ចឹងហើយទើបឃើញក្មេងណាប្រិយមិត្តទាំងអស់គ្នាចាបងចាប់ដើមជីវិតគ្រួសារនេះយូរណាស់បងបងរៀបពីគឺឆ្នាំ2022ចាប៉ុន្តែគឺចាប់ដើមយក baby ហ្នឹងគឺនៅឆ្នាំ2024ចាអាយុច្រើនណាស់ប៉ុន្តែទំយក baby ដោយសារតែយើងមានគម្រោងនៅក្នុងការបែងចែកពេលវេលាក៏ដូចជាបែងចែកគិតថាពេលដែលយើងធ្វើម៉េចតែពេលដែលយើងមានគាត់គឺយើងត្រូវតែមានពេលវេលាសម្រាប់គាត់ឬក៏ការថែទាំគាត់ផ្សេងក៏ដូចជាថវិកាដែលមើលថែទាំគាត់នៅថាឥឡូវឬក៏សម្រាប់អនាគតគាត់អញ្ចឹងណាអញ្ចឹងទៅគឺយើងបែងចែកពេលវេលាថែទាំគាត់តាមនឹងដូចគ្នានិយាយទៅសប្បាយចិត្តនៅពេលដែលមានគាត់ណានៅពេលដែលមានគាត់ចូលមកក្នុងជីវិតយើងទៅក៏បំពេញអាក្តីសុខរបស់យើងនឹងបន្ថែមទៀតចាតែនិយាយលេងតែអីប្រិយមិត្តគ្នាចឹងនៅពេលដែលបងស្រីក៏បានប្រាប់ថាបំពេញក្តីសុខប៉ុន្តែនៅពេលហ្នឹងបងទាំងអស់គ្នានៅពេលដែលចាប់ផ្ដើមមាន baby ជឿជាក់ណាស់ប្រកាសជាក្តីសុខមួយចំនួនក៏ត្រូវបាត់បង់ដូចគ្នាចាមិនថាដូចថាឥឡូវហ្នឹងអូនចាប់ផ្ដើមធំពេលបន្ទូចហ្នឹងគឺថែទាំផ្សេងទៅដល់ពេលកូនរៀងធំតិចទៅគឺយើងបែងចែកទៀតក៏ដូចជាធ្វើការរាល់ថ្ងៃប៉ុន្តែក៏នៅតែមានពេលត្រូវតែរំលែកឲ្យគាត់ធ្វើបបរឲ្យគាត់ធ្វើចំណេញនិងចំណែកអាហារឲ្យគាត់អញ្ចឹងណានិយាយទៅការថែទាំគាត់មិនថាសុខភាពខាងក្រៅឬក៏សុខភាពខាងក្នុងរបស់គាត់គឺសំខាន់ដូចគ្នាសម្រាប់ខ្ញុំគឺខ្ញុំចង់បានជាងគឺកូនសុខភាពល្អចាអញ្ចឹងតកតងជាមួយនឹងបទពិសោធន៍បងផ្ទាល់ដោយសារតែនេះជាកូនដំបូងបងហើយទៅលើការថែទាំទៅបងគាត់ថាការថែទាំកូនរបស់បងពេលបច្ចុប្បន្នហើយប្រៀបធៀបជាមួយនឹងម៉ាម៉ាក់ដតេផ្សេងទៀតក៏ដូចជាគ្រួសារដតេផ្សេងទៀតបងគាត់ថារ៉េតឲ្យខ្លួនឯងប្រហែលដែរបើគិតពី1ទៅលើ10សម្រាប់ខ្ញុំរ៉េតឲ្យខ្លួនឯងបាន8ដែរចាប៉ុន្តែក៏ក្នុងហ្នឹងក៏មានគុណសម្បត្តិប៉ាប៉ាច្រើនប៉ាប៉ាគាត់ជួយណាដោយសារតែខ្ញុំរវល់ធ្វើការនិយាយទៅដូចថាយើងបើសិនជាយើងអត់ធ្វើការយើងក៏មានពេលមើលថែទាំកូនច្រើនតាមនឹងដែរប៉ុន្តែដោយសារតែធ្វើការអញ្ចឹងទៅគឺពេលវេលាដែលនៅជាមួយកូនគឺក៏នៅតែពេលល្ងាចដល់ពេលយប់បន្ទាប់មកតតែចុងសប្តាហ៍ថ្ងៃសម្រាប់ទៅបាននៅជាមួយកូនពេញមួយថ្ងៃចាហើយប៉ាប៉ាគាត់ជួយមើលថែទាំច្រើនជុំបងតាំងពីពេលពពោះរហូតដល់សម្រាលរហូតដល់ល្អបានរយៈពេល9ខែមកនេះបងគាត់ថាក្នុងរយៈពេលហ្នឹងពេលរយៈពេលមួយណាឬបងគាត់ថារៀងពិបាកសម្រាប់បង3ខែដំបូងនៅពេលដែលអូនតំការហ្នឹងទីមួយគាត់រៀងកាចចាគាត់រៀងកាចអញ្ចឹងទៅគាត់យំគាត់អត់សូវគេងហើយយើងហ្នឹងក៏អត់មានពេលបើគាត់អត់គេងគឺយើងធ្វើអាការទេចាគាត់កាលណាគាត់គេងគឺយើងអត់មានពេលសូម្បីតែលេង10ទៅ10គោគាត់ក៏យើងមានពេលដែរចាត
តទៅគាត់រៀងធំតិចទៅបានរៀងធូរតិចទៅហើយបានប៉ាប៉ាគាត់ជួយចែកម្លែកពេលវេលាមើលគាត់ទៀតទៅក៏រៀងធូរជាងហ្នឹងទៅ នៅពេលដែលចាប់ផ្ដើមគ្រួសារគឺរឿងដែលពិបាកជាងគេខ្ញុំគិតថាដូចដែលបងស្រីក៏ចែករំលែកហើយចាបងសូមបកទៅក្រោយវិញតិចតាក់ទងជាមួយនឹងនៅពេលដែលបងមានគ្រួសារតាក់ទងនឹង baby ប៉ុន្តែឥឡូវនេះយើងមាន baby ហើយអញ្ចឹងតាក់ទងជាមួយនឹងអារម្មណ៍បងក៏ដូចជាការជំរុញទឹកចិត្តរបស់បងនោះបែបណាដែរ និយាយទៅពេលដែលយើងអត់ទាន់មាន baby យើងស្រួលយើងចាណាមកណាក៏ស្រួលខ្លួនដែរយើងគិតថាយើងខ្លួនមួយយើងធ្វើអីក៏បានយើងមានពេលតបតែងខ្លួនស្រួលអញ្ចឹងណាប៉ុន្តែដល់ពេលមានគាត់ទៅគឺយើងពេលវេលាបែងចែកទៅគាត់យើងធ្វើនេះធ្វើនោះនិយាយទៅយើងឲ្យតែគាត់ស្រួលដល់ពេលយើងខ្លួនឯងយើងតាមតាណាសិនហ្នឹងហើយប៉ុន្តែសម្រាប់ខ្ញុំនៅតែសប្បាយចិត្តនៅពេលដែលខ្ញុំមានគាត់អញ្ចឹងពេលដែលពួកអីនៅពេលដែលស្រឡាញ់ឃើញគាត់ទៅគឺមានអារម្មណ៍ថាមានកម្លាំងចិត្តហ្មងចាទោះបីជាមកពីធ្វើការហត់ក៏មានកម្លាំងចិត្តដែរចាមកពីធ្វើការហត់ដល់ពេលឃើញមកកូនគឺសប្បាយចិត្តទោះបើនៅកន្លែងធ្វើការរៀង stress ក៏ដោយឬក៏មានបញ្ហាអីផ្សេងក៏ដោយគឺឲ្យតែនៅមួយគាត់គឺលេងទៅភ្លេចអស់ហើយចាអញ្ចឹងមិនថាខ្ញុំហត់ប៉ុណ្ណាខ្ញុំ stress ឬក៏យ៉ាងម៉េចក៏ខ្ញុំអាចទទួលយកបានប៉ុន្តែខ្ញុំគិតថាសម្រាប់ម៉ាក់ខ្លះគាត់ប្រហែលជាគាត់មានអារម្មណ៍មួយទៀតគាត់អាចនឹងមើលពេលដែលគាត់មកដល់ផ្ទះទៅគាត់ត្រូវបែងចែកពេលធ្វើការហត់ផងមើលថែកូនផងទៅហើយត្រូវធ្វើម្ហូបទៀតការងារផ្ទះទៀតទៅគាត់អាចនឹងហត់ហើយគាត់អាចនឹងគិតថាបើអត់តន់មាន baby ទេគឺគាត់អាចចង់ថាគាត់អាចត្រៀមខ្លួន ready ជាងហ្នឹងពេលវេលាប្រហែលជាស្រួលជាងហ្នឹងប៉ុន្តែខ្ញុំគិតថាការធ្វើបែបហ្នឹងវាមានគាត់យើងត្រូវតែបែងចែកយើងត្រូវទទួលយកបញ្ហាអស់ហ្នឹងអញ្ចឹងណាយើងត្រូវគិតថាពេលដែលមាន baby គឺវាត្រូវតែបែបហ្នឹងចាហើយមួយទៀតអ្នកខ្លះក៏អត់មានពេលវេលាមើលថែទាំកូនគ្រប់គ្រាន់ក៏ត្រូវតែឈប់ពីការងារដើម្បីនៅផ្ទះមើលថែទាំកូនអញ្ចឹងទៅគាត់អាចមានអារម្មណ៍ថា stress ហត់ចាំតដូចថាយើងនៅផ្ទះអត់មានការងារធ្វើចាំតចាយលុយប៉ាប៉ាអញ្ចឹងណាលុយប្តីអញ្ចឹងទៅគឺវាតែមានបែបហ្នឹងមែនចាយើងត្រូវគិតថាកូនគឺសំខាន់ចាបើសិនជាយើងអត់មើលថែទាំគាត់ទេយើងអាចមានបញ្ហាទៅស្ដាយក្រោយទៅថ្ងៃក្រោយអញ្ចឹងសម្រាប់ខ្ញុំគឺគិតអញ្ចឹងចាបងតាក់ទងជាមួយនឹងការមើលថែទាំដូចបងស្រីក៏បាននិយាយអញ្ចឹងគឺពិតជាសំខាន់មែនតើហើយក៏ជាកម្លាំងចិត្តមួយប៉ុន្តែក្នុងការចែករំលែកនេះគឺចង់ឲ្យម៉ាក់ទាំងអស់គ្នាស្វែងយល់ក៏ដូចជាទទួលបានជាមួយនឹងបទពិសោធន៍ដែលបងស្រីក៏ចែករំលែកហើយម៉ាក់ទាំងអស់គ្នាអាចមើលទៅលើបងស្រីបានឬគាត់ពិតជាថែទាំកូនល្អខ្លាំងមែនតើហើយជាពិសេសនោះគាត់ក៏អត់ភ្លេចថែទាំខ្លួនឯងដែរចាគឺបងស្រស់ស្អាតមែនតើអរគុណអូនចា